ភាពបំបាយកណ្ដូបនៅក្នុងរោងតូចនេះបាទទៅក្នុងការដាក់នៅក្នុងរោងធំពីព្រោះក្នុងរោងតូចនេះកណ្ដូបច្រើននេះយើងដួសអស់ហើយឥឡូវយើងទៅមើលរោងដែលយើងបានធ្វើហើយពីអានេះរោងកូនតូចបាទនេះគឺរោងដែលយើងបំបាយមិញនេះយើងឃើញនៅក្នុងហ្នឹងក៏ពេញណាបាទឡើងណែនអស់ហើយនៅក្នុងនេះបាទនេះឃើញឡើងព្រាតនៅក្នុងហ្នឹងនេះពេញវាឡើងព្រាតតាមនេះទេនេះយើងបំបាយហើយបំបាយមករោងថ្មីដោយសាររោងនេះទៅតឡើងហើយយើងតឡើងហើយយើងឃើញមកព្រាតពេញហ្នឹងនេះណាបាទហើយយើងនៅមានរោង2ទៀតតឡើងបន្តទៀតនេះសបាយនេះយើងដេសបាយចាស់ទេបាទសបាយចាស់ហ្នឹងយើងដេទៅមកហើយថាយូរមិញថាហើយเราហើយទៅហើយនេះបាទនឹងបានដាក់នៅសកដោបណាបាទកដោបហើយបាទនេះកូនកដោបនោះអូច្រើនណាស់នៅខាប់ទឹកនៅក្នុងនោះបាទចាំលេខនេះគឺពងដួសថែមដួសបំបែកវាខ្ញុំឃើញដួសកដោបបាទដួសកដោបបំបែកណាបាទអរគុណបងប្រុសបងស្រីនេះរោងកដោបខ្ញុំធ្វើថ្មីស្រួលបងអើយធ្វើចេះខ្ញុំនិយាយថាស្រួលបើបាត់វិសោធខ្ញុំចាំកដោបចូល2-3ឆ្នាំហើយខ្ញុំឃើញថាវាស្រួលយើងធ្វើចេះយើងអោនចាប់កដោបដល់ចុងបាទហើយមួយទៀតភ្លៀងអត់បារម្ភទេភ្លៀងណាដោយសារយើងធ្វើនេះទីយើងយកសាំងកសីថ្លាបាទដាក់មកជួអញ្ចឹងណាសាំងកសីថ្លានេះយើងធ្វើរៀនហើយរៀននេះយើងឡើងជាន់អត់បានហើយសារយើងធ្វើធ្នើកដាលបាទហើយយើងធ្វើដាក់ដែកវាស្រាក់ជាប់ទៅវាអត់អីទេនេះឃើញនេះម្រងនេះម្រងទៀតនេះហើយនេះមើលនេះឃើញយើងដួសមិញនេះយើងដួសមិញនេះឃើញបាទយើងដួសដាក់នៅក្នុងទ្រុងធំដោយសារវាទ្រុងតូចនោះវាណែនពេកបាទណែនពេកហើយដាក់ទ្រុងធំនេះបាទនេះឃើញណាកម្មភាពអនុវត្តផ្ទាល់បាទនេះកូនសិស្សគាត់មករៀន3ខែបាទឥឡូវចូល1ខែបាទអនុវត្តនៅទីនេះធ្វើឲ្យគ្រប់គ្រងបាទរៀនទាំងគ្រប់គ្រងរៀនទាំងធ្វើបាទណានេះចំណេះជំនាញនេះទើស្ដីអីនឹងរៀនបន្តទៀតបាទហើយរៀនបដាធ្វើបដាបាទនេះយើងមើលឡើងចង់ខ្មៅអស់ហើយត្រង់ធំហើយចង់ខ្មៅអស់ហើយបាទនេះឡើងណែនបាទអូនេះឡើងពេញវាបានត្រង់តលាយវាឡើងដល់មកទំហឹងនេះបាទនៅដួសបន្តទៀតនៅប្រហែលជាពាក់កដាជាងទៀតនេះនៅខ្មៅក្រាប់ឡាយនៅក្នុងរោងនេះនៅខ្មៅក្រាប់ឡាយបាទចឹងច្រើនអរគុណជួបគ្នានៅវីដេអូបន្តទៀតណាបាទ